ទៅលេងរួចហើយឆ្លៀតពេលទំនេរពីការងារសឹងមិនតាន់រត់មកពណ៌នឹងប្រឡែងលេងជាមួយនឹងចៅហើយដល់ថ្នាក់គ្រប់គ្នាចូលខមមិនទាំងញញឹមថាគួររំលឹកឡើងវិញបន្តិចផងដែរថាកាលពីថ្ងៃទី12ខែកញ្ញា2022ទើបកន្លងទៅផុតថ្មីនេះវេលាម៉ោង1:26នាទីរសៀលអ្នកនាងវ៉ានីឡាដែលជាតារាកំប្លែងដ៏ល្បីបានសម្រាលកូនស្រីដោយជោគជ័យហើយទាំងម្ដាយនិងកូនមានសុខភាពល្អខ្លាំងណាស់ពិសេសអូនមានឈ្មោះពីរោះទៀតគឺប៉ាប៉ាដាក់ថាមេរ៉ាឃើញមកកូនស្រីជាលើកដំបូងនីឡាបានពោលពាក្យទាំងក្តីរំភើបបែបនេះថាជំរាបសួរអ៊ំពូមីងលោកយាយលោកតាអូនឈ្មោះមេរ៉ាវះកាត់បានដោយជោគជ័យនិងសុវត្ថិភាពថ្ងៃទី12ខែ9 2022សុខភាពអូនល្អធម្មតាទេចាអរគុណអ៊ំពូមីងដែលបានសួរសុខទុក្ខហើយនាងខ្ញុំសូមអរគុណដល់មន្ទីរពេទ្យសម្រាប់ព្យាបាលនិងសម្ភពសូលីវិចិត្រាដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងនិងភាពកក់ក្ដៅនីឡាសម្រាលនៅក្នុងមន្ទីរពេទ្យដ៏ទំនើបមួយកន្លែងនៅទីក្រុងភ្នំពេញបើនិយាយពីបន្ទប់វិញញាក់សាច់ស្អាតហើយធំទូលាយណាស់ដោយបន្ទប់សន្តាគារលំដាប់ផ្កាយអីអញ្ចឹងមានដូចជាទូរទស្សន៍ម៉ាស៊ីនត្រជាក់ទូទឹកកកផ្ទះបាយកន្លែងអង្គុយទទួលភ្ញៀវគ្រែសម្រាប់ទូដាក់សម្លៀកបំពាក់និងនៅមានកន្លែងមួយចំនួនទៀតហើយពិតជាចង់ស្នាក់នៅមែនតើជាមួយនឹងបរិយាកាសស្អាតមានអនាម័យល្អឬឯតម្លៃវិញគឺ$3,700ឯណោះក្រោយពីសម្រាលបានជាង5ខែសោះអូនមេរ៉ាប្រែព្រួលផ្លែច្រើនគូឲ្យគ្រឹះណាស់ពិសេសញញឹមស្រស់ណាស់ឲ្យតែថតម្ដងក្នុងនោះគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើលោកតា Victor មើលទៅពិតជាស្រឡាញ់ចៅណាស់ឃើញ3រហូតឲ្យតែរួចដៃពីការងារនិងរៀបទៅធ្វើការឃើញចៅមិនដែលខានម្ដងណានោះឡើយចាសស្ដែងម្សិលមិញនេះនៅថ្ងៃទី4ខែមីនាឆ្នាំ2023គេឃើញតានិងចៅប្រឡែងគ្នាមើលទៅពិតជាកក់ក្ដៅណាស់ដល់ថ្នាក់គ្រប់គ្នាចូលខមមិនទាំងញញឹមថាបានចៅគូឲ្យស្រឡាញ់ណាស់លោកពូចៅកាន់តែធំលោកតាកាន់តែចាស់អារម្មណ៍លោកតាពេលនេះគឺចង់ពរចៅហើយបានចៅមួយនឹងទៅណាលេងរួចហើយលោកពូបាទប្រិមិត្តចង់ជ្រាបកាន់តែច្បាស់បាទសូមទស្សនាបាទរូបភាពទាំងអស់គ្នាដោយខាងក្រោមនេះបាទប្រិមិត្តដូចបានបាទជ្រាបហើយបាទតារាកំប្លែងបាទដល់ល្បីឈ្មោះនីឡាដែលជាកូនរបស់លោកតា Victor បាទបន្តពីរឿងអាពីពិពាបាទឥឡូវនេះមានបាទចំណងដៃបាទកូនស្រីម្នាក់បាទដល់គូឲ្យស្រឡាញ់បាទលោកតា Victor បានចៅបាទទៅណាមិនរួចទេបាទព័ត៌មានតែប៉ុណ្ណេះបាទសូមប្រិមិត្តបាទកុំភ្លេចជួយ like និងបាទ subscribe បាទម្នាក់មួយផងបាទសូមអរគុណនិងសូមជម្រាបលា